ទស្សនិកជនជាទីមេត្រីបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ជាទីគោរពរាប់អានរដ្ឋមន្ត្រីក្រសួងការបរទេសថៃលោកស៊ីហាសាភួងកិច្ចកែវបាននិយាយជាសាធារណៈនៅថ្ងៃទី24ខែធ្នូឆ្នាំ2025នឹងត្រូវដកស្រង់ផ្សាយដោយកាសែត The Nation ថាគណៈបកភូមិใจថៃរបស់លោកអាចបញ្ចប់សង្គ្រាមរវាងកម្ពុជាថៃបន្ទាប់ពីការបោះឆ្នោត2026ប្រសិនបើគណៈបកនេះជាប់ឆ្នោតគណៈបកភូមិใจថៃបានតែងតាំងលោកអនុទីនជាបេក្ខភាពនាយករដ្ឋមន្ត្រីទី1និងលោកស៊ីហាសាជាបេក្ខភាពនាយករដ្ឋមន្ត្រីទី2ការលើកឡើងរបស់លោកស៊ីហាសាដែលថាខ្លួនអាចបញ្ចប់សង្គ្រាមបានបន្ទាប់ពីការបោះឆ្នោតគឺមិនខុសពីអ្វីដែលជាការលាតត្រដាងបកមុខមាត់ពិតរបស់ខ្លួនថាប្រទេសថៃគឺជាកំណត់ថាត្រូវមានសង្គ្រាមឬគ្មានសង្គ្រាមជាមួយកម្ពុជាហើយសង្គ្រាមអាចបញ្ចប់ពេលណាបានក៏អាស្រ័យទៅលើកណ្ដាប់ដៃថៃតែប៉ុណ្ណោះមានន័យម្យ៉ាងទៀតថាប្រទេសថៃមិនមែនជាជនរងគ្រោះដោយរដ្ឋាភិបាលថៃស្រែកដង្ហៅនោះទេប៉ុន្តែប្រទេសថៃជាជនឈ្លានពានជាអ្នកចាប់ផ្ដើមសង្គ្រាមជាមួយកម្ពុជាដើម្បីផលចំណេញនយោបាយហេតុអ្វីព្រោះថាបើសិនថៃមិនមែនជនឈ្លានពានធ្វើសង្គ្រាមឈ្លានពានបដូរឈាមទាហានរបស់ខ្លួនដើម្បីការពារអំណាចទេថៃច្បាស់ជាបញ្ចប់សង្គ្រាមនេះនៅពេលនេះតែម្ដងដោយមិនចាំបាច់ទាល់តែបោះឆ្នោតរួចនោះទេបើថៃមិនចង់បន្តសង្គ្រាមឈ្លានពានថៃមិនទាត់ចោលសំណើឈប់បាញ់របស់អាមេរិកនិងម៉ាឡេស៊ី3ដងផ្ទួនទេការពិតនេះបានឆ្លុះបញ្ចាំងថានិទានកថាដែលថៃតាក់តែងឡើងដែលចោទកម្ពុជាដាក់មានថ្មីចោទកម្ពុជាជាមជ្ឈមណ្ឌលបោកប្រាស់អនឡាញចោទកម្ពុជាជាអ្នកឈ្លានពានសុទ្ធតែជារឿងបោកប្រាស់ប្រសិនបើកម្ពុជាពិតជាអ្នកឈ្លានពានមែនតើប្រទេសថៃអាចសន្យាបញ្ចប់សង្គ្រាមបានយ៉ាងដូចម្តេចបើកម្ពុជាជាអ្នកឈ្លានពានមែនហេតុអ្វីពលទាហានកម្ពុជានៅក្នុងលានដ្ឋានចាំតែវាយបកការពារខ្លួនបើកម្ពុជាជាអ្នកឈ្លានពានមែនហេតុអ្វីមិនឃើញទាហានកម្ពុជាលុកលុយចូលក្នុងទឹកដីថៃដោយដែលថៃរុលចូលក្នុងទឹកដីកម្ពុជាហើយដោតទង់ជាតិនៅទីតាំងដែលខ្លួនប្លន់ឈរជើងបើកម្ពុជាជាអ្នកឈ្លានពានមែនហេតុអ្វីយន្តហោះចម្បាំងថៃជាអ្នកចូលវាយប្រហារកម្ពុជារហូតដល់ទៅ100គីឡូម៉ែត្រពីព្រំដែនការប្រែក្រឡាស់បញ្ចាស់សាច់រឿងថៃនេះមិនមែនចៃដន្យទេគឺវាបំរើគោលនយោបាយក្នុងស្រុកសង្គ្រាមនៅក្នុងក្របខ័ណ្ឌបែបនេះត្រូវថៃប្រើជាឧបករណ៍ឃោសនារោគសម្លេងឆ្នោតប្រមូលផ្ដុំអារម្មណ៍ជាតិនិយមបញ្ជិះរឿងអាស្រូវនៅក្នុងស្រុកនិងបង្ហាញភាពត្រឹមត្រូវនៃការបន្តសកម្មភាពយោធាឈ្លានពានរបស់ខ្លួនការសន្យាបញ្ចប់សង្គ្រាមក្រោយការបោះឆ្នោតមេដឹកនាំថៃមិនបានផ្ដល់ដំណោះស្រាយទេពួកគេកំពុងពន្យាពេលដើម្បីសន្សំប្រជាប្រិយភាពតែប៉ុណ្ណោះពួកគេកំពុងយកសាច់ស្រស់ឈាមស្រស់របស់ទាហានថៃនិងជនស៊ីវិលថៃបដូរយកសញ្ញាឆ្នោតដោយដែលកាសែតជប៉ុន Nikkei Asian និងកាសែតអាមេរិក Bloomberg ធ្លាប់ស្រែកថានាយករដ្ឋមន្ត្រីថៃចាំផ្ទះលោកអនុទីនឆាន់វីរៈគុលបានលេងល្បែងធ្វើសង្គ្រាមជាមួយកម្ពុជាដើម្បីបង្កើតអាសនៈនៅក្នុងសភានេះមិនមែនជារដ្ឋបរោះទេនេះគឺជាកេងប្រវ័ញ្ចហើយមានតែមនុស្សបោកប្រាស់គ្មានគុណធម៌បាត់បង់សិលធម៌ជាប្រទេសគ្មានអរិយធម៌តែប៉ុណ្ណោះដែលអាចធ្វើទៅបាន